តជំរាបជូនព័ត៌មានទៅកាន់ខេត្តកំពង់ចាមនៅក្នុងនោះដែលមានចាស់សំទោសខេត្តត្បូងឃ្មុំដែលសកម្មជនស្ម័គ្រចិត្តរបស់គណៈបកប្រជាជនកម្ពុជាគឺបានអញ្ជើញសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋនៅក្នុងឃុំរកាខ្នល់ខេត្តត្បូងឃ្មុំនឹងការឧបត្ថម្ភនៅក្រណាត់ខោក្រណាត់ហូលដល់ប្រជាពលរដ្ឋជាបន្តសូមទស្សនានៅព័ត៌មាននេះដូចតទៅនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ដែលនឹងខិតជិតមកដល់នៅខាងមុខនេះក្នុងនាមលោកជំទាវឈុនលំហនកងណែមសកម្មជនស្ម័គ្រចិត្តគណៈបកប្រជាជនកម្ពុជារួមទាំងលោកជំទាវសៀមសេងហាងប៉ែនអៀនលោកស្រីអនអេងឡាយអនុសាខានារីស្រុកក្រូចឆ្មាគឺបានអញ្ជើញចោះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រជាការពារកងកម្លាំងប្រមាណជាង200នាក់ស្ថិតនៅក្នុងភូមិទី2ឃុំរកាខ្នល់ស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំដែលពិធីសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួមពីក្រុមការងារសាខាសមាគមនារីខេត្តលោកប្រធានក្រុមប្រឹក្សាស្រុកសមាជិកក្រុមប្រឹក្សាស្រុកនិងអ្នកពាក់ព័ន្ធមួយចំនួនទៀតឆ្លៀតនៅក្នុងឱកាសនេះដែរលោកជំទាវឈុនលំហនកងណាមបានលើកឡើងនៅអនុស្សាវរីយ៍នៅក្នុងឃុំរកាខ្នល់នេះដែលអាដាមកងណាមក៏ដូចជាថ្នាក់ដឹកនាំជាច្រើនរូបទៀតដែលបានធ្លាប់សិក្សារៀនសូត្រនៅទីនេះជាមួយបងប្អូនមួយចំនួនតាំងពីក្នុងកំឡុងឆ្នាំ1960ជាមួយគ្នានេះលោកជំទាវក៏បានចូលរួមតស៊ូក្នុងសម័យសង្គ្រាមជាវីរនារីច្បាំងជាមួយខ្មាំងសត្រូវក្នុងដំណាក់កាលប្រទេសមានសង្គ្រាមរហូតដល់ប្រទេសមានសុខសន្តិភាពនិងមានការអភិវឌ្ឍជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហើយលោកជំទាវក៏បានធ្វើការប្រាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំរកាខ្នល់នេះកុំឲ្យជឿលើជំនឿគ្មានហេតុផលត្រឹមត្រូវកុហកបោកប្រាស់ញុះញង់ពីជនអគតិមួយចំនួននឹងត្រូវជឿជាក់និងបន្តបោះឆ្នោតគាំទ្រលើគណៈបកប្រជាជនកម្ពុជាដែលមានរូបទេវតាបាច់ផ្កាជាសម្គាល់ជាមួយគ្នានេះដែរក្នុងនាមលោកអភិបាលស្រុកក្រូចឆ្មាបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធអំពីស្ថានភាពសន្តិសុខការប្រកបរបរកសិកម្មនានារួមទាំងហេដ្ឋារចនាសម្ព័ន្ធគឺមានការអភិវឌ្ឍជាបន្តបន្ទាប់និងបានអរគុណដល់លោកជំទាវឈុនលំហនកងណែមសកម្មជនស្ម័គ្រចិត្តគណៈបកប្រជាជនកម្ពុជាដែលបានចំណាយពេលវេលានិងនាំយកថវិកាពីសប្បុរសជននានាដើម្បីធ្វើការឧបត្ថម្ភជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះសូមបញ្ជាក់ជូនថាចំពោះការឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋចំនួន238នាក់គឺក្នុងមួយនាក់គឺសម្រាប់បុរសទទួលបានក្រណាត់ខោអាវមួយឈុតសម្រាប់នារីទទួលបានហូលមួយក្បិននិងថវិកា 20000 រៀលដែលការឧបត្ថម្ភនេះមានការគាំទ្រពីសំណាក់លោកជំទាវម៉ែនភក្តីហុកឡុងឌីឧបត្ថម្ភហូលចំនួន238ក្បិននិងថវិកា2លានរៀលឯកឧត្តមមួងសារ៉ន4លានរៀលលោកជំទាវឈុនលំហនកងណែមក្រណាត់60ឈុតស្មើនឹងថវិកា6លានរៀលរួមទាំងលោកជំទាវហឹមវណ្ណារី2លានរៀលលោកជំទាវហេងយីស្រន់$100និងលោកជំទាវប្រាក់វណ្ឌី$200ជាងនេះទៅទៀតលោកជំទាវក៏បានចំណាយថវិកាផ្សេងៗទៀតទៅលើកន្លែងរៀបចំទទួលទាននំបញ្ចុកសន្តិភាពរួមគ្នាអាហារសម្រន់ជាកាហ្វេនំគ្រាប់ធនជាតិជាដើមទស្សនិកជនជាទីមេត្រី